រឿងដំណើរជីវិតដោយការលើកោះគ្មានមនុស្សនៅគ្រោះថ្នាក់ដ៏រន្ធត់អ្វីបានកើតឡើងយ៉ាងរហ័សខ្ញុំឈ្មោះសម្បត្តិជាវិស្វករសមុទ្រម្នាក់ដែលកំពុងធ្វើដំណើរលើសមុទ្រដ៏ធំល្វឹងល្វើយទៅកាន់គម្រោងសាងសង់មួយនៅយប់មួយព្យុះដ៏អសេរីមួយបានបោកបក់មកលើប៉ាល់របស់ខ្ញុំរលកបានបោកបក់ខ្ពស់ដូចភ្នំហើយខ្យល់បានស្រែកលាន់នៅលុះរន្ធត់ខ្ញុំចាំបានតែពន្លឺអគ្គិសនីភ្លឹបភ្លែតការស្រែកយំរបស់ក្រុមការងារនិងសំឡេងឈើប៉បែកបន្ទាប់មកអ្វីក៏ស្ងប់ស្ងាត់ទៅវិញភាពងឹតក៏គ្រប់ដណ្ដប់ខ្ញុំភ្ញាក់ឡើងដោយមានអារម្មណ៍ឈឺចាប់ពេញខ្លួនខ្ញុំកំពុងដេកផ្កាប់មុខលើខ្សាច់សើមហើយនៅជុំវិញខ្ញុំគឺមានតែសំឡេងរលកបោកបក់ខ្ញុំបានព្យាយាមលើកខ្លួនឡើងហើយឃើញថាខ្លួនឯងនៅតែមានជីវិតខ្ញុំក្រឡេកមើលជុំវិញឃើញតែកោះតូចមួយដែលមានដើមដូងនិងព្រៃឈើខៀវស្រងាត់ខ្ញុំបានរួចជីវិតប៉ុន្តែខ្ញុំបានជាប់គាំងនៅលើកោះគ្មានមនុស្សនៅម្នាក់ឯងការតស៊ូដើម្បីរស់រានថ្ងៃដំបូងខ្ញុំអស់សង្ឃឹមខ្លាំងណាស់ខ្ញុំដើរតាមឆ្នេរស្រែកហៅរកជំនួយរហូតដល់សំឡេងស្អប់ប៉ុន្តែគ្មានចម្លើយតបមកវិញទេខ្ញុំយំខ្ញុំខឹងហើយខ្ញុំស្ទើរតែចុះចាញ់ប៉ុន្តែបន្ទាប់មកសភាពគត់ដើម្បីរស់រានមានជីវិតក៏ចាប់ផ្ដើមមកក្រើកឡើងខ្ញុំដឹងថាខ្ញុំត្រូវតែរឹងមាំប្រសិនបើខ្ញុំចង់ឃើញផ្ទះវិញកិច្ចការដំបូងគឺទឹកនិងចម្រោកខ្ញុំបានរកឃើញរូងភ្នំតូចមួយនៅជិតច្រាំងហើយបានប្រមូលស្លឹកដូងស្ងួតនិងមែកឈើមកធ្វើជាកន្លែងគេងទឹកខ្ញុំបានប្រើចំណេះដឹងផ្នែកវិស្វកម្មរបស់ខ្ញុំបន្តិចបន្តួចហើយបានបង្កើតឧបករណ៍សាមញ្ញមួយដើម្បីប្រមូលទឹកភ្លៀងហើយក្រោយមកក៏រកឃើញប្រភពទឹកសាបមួយនៅក្នុងព្រៃអាហារខ្ញុំបានរៀននេសាទត្រីដោយប្រើមែកឈើស្រួចនិងប្រមូលផ្លែឈើដែលមើលទៅគួរឲ្យទុកចិត្តនៅក្នុងព្រៃថ្ងៃដំបូងពិតជាលំបាកខ្ញុំស្គមស្គាំងហើយខ្វះកម្លាំងខ្ញុំបានចាប់ផ្ដើមសម្គាល់ថ្ងៃដោយឆ្លាក់សញ្ញាលើដើមឈើមួយខែក្រោយមកខ្ញុំមានទម្លាប់ប្រចាំថ្ងៃច្បាស់លាស់នេសាទការស្វែងរកអាហារការថែទាំភ្លើងដែលខ្ញុំត្រូវរក្សាកុំឲ្យរលត់និងការស្វែងរកសញ្ញាបង្ហាញពីការជួយសង្គ្រោះការតស៊ូជាមួយភាពឯកាបញ្ហាធំបំផុតមិនមែនជាការខ្វះអាហារទេតែជាភាពឯកាភាពស្ងៀមស្ងាត់នៅពេលយប់គឺរន្ធត់ណាស់គំនិតនៃការស្លាប់តែម្នាក់ឯងនៅលើកោះនេះបានលងបន្លាចខ្ញុំដើម្បីប្រឆាំងនឹងភាពឯកានោះខ្ញុំបានចាប់ផ្ដើមធ្វើសកម្មភាពចម្លែកនិយាយទៅកាន់ខ្លួនឯងខ្ញុំបាននិយាយឮអំពីការងាររបស់ខ្ញុំអំពីគ្រួសាររបស់ខ្ញុំនិងអំពីអ្វីដែលខ្ញុំចង់ធ្វើពេលខ្ញុំត្រឡប់ទៅវិញបង្កើតមិត្តស្រមើស្រមៃខ្ញុំបានរកឃើញដុំថ្មធំមួយដែលមានរាងស្រដៀងនឹងមុខមនុស្សហើយដាក់ឈ្មោះថាគូចន់ក៏ខ្ញុំបាននិយាយជាមួយគូចន់អំពីការនេសាទនិងអាកាសធាតុកត់ត្រាខ្ញុំបានប្រើធ្យូងនិងសម្បកដើមឈើដើម្បីសរសេរបណ្ណាល័យកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំដែលជាវិធីមួយដើម្បីរក្សាស្មារតីរបស់ខ្ញុំឲ្យនៅមានលំនឹងពេលដែលពេលវេលាកន្លងផុតទៅខ្ញុំក៏បានចាប់ផ្ដើមឃើញសម្រស់នៃកោះនេះព្រៃឈើដ៏អាតកំបាំងពណ៌ខៀវស្រងាត់នៃសមុទ្រនិងភាពសុខសាន្តនៃធម្មជាតិបានជួយព្យាបាលបេះដូងខ្ញុំបន្តិចម្ដងខ្ញុំបានរៀនស្វែងយល់ពីរបៀបរស់នៅរបស់សត្វព្យាករពីអាកាសធាតុនិងរៀនប្រើប្រាស់គ្រប់យ៉ាងដែលធម្មជាតិបានផ្ដល់ឲ្យខ្ញុំមិនត្រឹមតែរស់រានមានជីវិតទេតែខ្ញុំកំពុងរស់នៅតាមរបៀបថ្មីពន្លឺនៃសេចក្តីសង្ឃឹមបន្ទាប់ពីចំណាយពេល1ឆ្នាំកន្លះនៅលើកោះនេះថ្ងៃមួយខ្ញុំបានឮសំឡេងដ៏ប្លែកមួយវាជាសំឡេងម៉ាស៊ីនខ្ញុំរត់ទៅឆ្នេរហើយឃើញផ្សែងហុយចេញពីជើងមេឃវាជាកប៉ាល់នេសាទដោយអស់កម្លាំងនិងភាពរំភើបរីករាយខ្ញុំបានរត់ទៅកាន់គំនរឈើដែលខ្ញុំបានត្រៀមទុកហើយដុតវាភ្លាមផ្សែងហុយឡើងខ្ពស់នៅលើមេឃខ្ញុំបានឃើញកប៉ាល់នោះបានបត់បែនទិសដៅហើយឆ្ពោះមកកាន់កោះរបស់ខ្ញុំនៅពេលដែលកប៉ាល់ចូលចតខ្ញុំបានដួលសន្លប់នៅលើខ្សាច់ខ្ញុំត្រូវបានជួយសង្គ្រោះដោយនាវិកនេសាទទាំងនោះការវិលត្រឡប់ដំណើរត្រឡប់មកផ្ទះវិញគឺជាការផ្លាស់ប្ដូរដ៏ធំខ្ញុំបានត្រឡប់មកកាន់ពិភពស៊ីវិល័យវិញប៉ុន្តែខ្ញុំមិនមែនជាសម្បត្តិដែលធ្លាប់ស្គាល់នោះទេខ្ញុំបានរៀនតម្លៃនៃអាហារមួយចានតម្លៃនៃទឹកសាបមួយកែវនិងតម្លៃនៃមនុស្សជាទីស្រឡាញ់បទពិសោធន៍ជាប់នៅលើកោះតែម្នាក់ឯងបានបង្រៀនខ្ញុំថាមនុស្សមានកម្លាំងខ្លាំងក្លានិងសមត្ថភាពដ៏អស្ចារ្យដើម្បីតស៊ូនិងសម្របខ្លួនខ្ញុំបានបាត់បង់របស់របរទាំងអស់ប៉ុន្តែខ្ញុំបានរកឃើញភាពក្លាហាននិងសេចក្តីសង្ឃឹមនៅក្នុងខ្លួនឯងខ្ញុំបានត្រឡប់មកវិញដោយមានស្នាមនៅលើដងខ្លួននិងការចងចាំដ៏រឹងមាំអំពីកោះតូចមួយដែលបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលពិតប្រាកដខ្ញុំនៅតែចងចាំមិត្តរបស់ខ្ញុំចន់កដុំថ្មហើយភាពឯកានោះនៅតែជាផ្នែកមួយនៃខ្ញុំជារៀងរហូត